បាទសួស្តីបងប្អូនបាទសៃកឡាទាំងអស់គ្នាបាទស្វាគមន៍មកកាន់កសិដ្ឋានស្ដាច់បាក់សៃបង្កាត់ព្រៃសនិងសេដ្ឋីដូងបើក្បាលវីដេអូបងប្អូនឃើញហើយបាទមកគ្រាប់នេះចេញរូបឆោមមកបង្អួតបងប្អូនយើងស្អាតណាស់បាទមើលតាមរយៈបាទវីដេអូនេះបងប្អូនមើលផែនអស់តោះបាទនេះមានប្រវត្តិជលពីច្រកបាទកេលសូអាមេរិកបាទជាប្រភេទបាលបឿនហើយបាទនេះគឺជលឆ្លាតបាទឆ្លាតត្រង់ថាបាទប្រភេទលបឿនតែមិនប្រឡែងទៅបញ្ញាយយកទេបងប្អូនបាទប្រឡែងទៅរត់ទៅឈប់ញាក់សិនបាទញាក់ហើយបានឈូសបាទឈូសជើងក្រោមទ្រឺតគៀកខ្លួនខំបញ្ញាយយកមកបាទនេះគឺជាបាទភាពឆ្លាតរបស់បាទកេលសូអាមេរិកមកគ្រាប់នេះហើយប្រកាសបានកូនច្រើនហើយបងប្អូនណាប្រកាសបានកូនច្រើនហើយបច្ចុប្បន្នហ្នឹងបងប្អូនឃើញស្រាប់ហើយបាទនេះគឺយើងក្រោះជាមួយនឹងមេពិសេសរបស់យើងបន្ថែមទៀតហើយមេទាំងអស់នេះហេតុអីបានខ្ញុំហៅថាមេពិសេសបាទមេទាំងអស់នេះគឺខ្សែស្រឡាយពូជពងវាហ្នឹងយើងលេងកាន់ឆ្នាំហើយបាទយើងចាំបន្តពីមតនកាលទៅមតនកាលបាទការប្រកាសរបស់យើងការគីបទុកនៅក្នុងឈាមកម្រិតណាដើម្បីប្រកាសបាទបន្តដើម្បីក្រោះបាទជាមួយនឹងឈាមថ្មីចូលឬក៏បន្តប្រកាសយកឈាមចាស់បាទអញ្ចឹងគឺយើងមានបាទវិធីនៅក្នុងការប្រកាសរបស់យើងបាទហើយបងប្អូនក៏ដូចជាបាទអ្នកដែលគាត់ចង់បានពូជពងខ្សែស្រឡាយបាទឈាមជ័រទាំងអស់នេះគឺយើងមានបាទមានច្រើនហើយកូនវាបងប្អូនអាកេលសូនេះបានកូនច្រើនបាទបានកូនច្រើនគួរសមបាទពូបុកប្រកាសវាច្រើនហើយបច្ចុប្បន្ននេះគឺយើងដាក់នៅទ្រុងធម្មជាតិបាទទ្រុងធម្មជាតិនេះគឺជាការដងរបស់យើងពាត់បងប្អូនបាទយើងពាត់ជាធ្វើរោងមួយសម្រាប់ដាក់សម្បុកដាក់អីឬក៏សម្រាប់ពេលយប់ឡើងវាឡើងទៅពងឡើងទៅដេកណាបាទហើយនៅខាងក្រៅនោះគឺបាទដើមដូងបាទនៅខាងក្រៅនោះសុទ្ធតែបាទដើមដូងដើមក្រូចបាទស្មៅអីចឹងទៅយើងពាត់ទីធ្លាធំបាទហើយបងប្អូនយើងមួយចំនួនគាត់សួរថាខ្ញុំឃើញបងឯងប្រកាសដាក់មេច្រើនអញ្ចឹងខ្លាច spam បាមិនសូវល្អអញ្ចឹងណាខ្ញុំបញ្ជាក់ចំពោះការដាក់មេច្រើនឲ្យតែបងប្អូនប្រកាសបាទដាក់ទីធ្លាធំតាមបែបធម្មជាតិឲ្យវាជន់តាមបែបធម្មជាតិចេះគឺកូនទទួលបានទាំងអស់បាទណាកូនទទួលបានទាំងអស់សត្វមាន់វាខុសពីមនុស្សយើងបងប្អូនវាអត់ដូចមនុស្សទេមាន់មានន័យថាវាជន់មួយសាអាកសោមពងវាមួយសាហ្នឹងណាបាទវាសឹងតែបានជន់ម្ដងហ្នឹងកសោមពងវា3 4ជាប់គ្នាហ្នឹងសឹងតែទទួលបាននៅអា spam របស់ឈ្មោលហ្នឹងទាំងអស់ទៅហើយបាទមេមួយចំពោះមេមួយកសោមអញ្ចឹងបងប្អូនឃើញពេលខ្លះមេខ្លះឈ្មោលជន់តែបាទឈ្មោលជន់តែមួយរយៈខ្លីឯងមានន័យថាឈ្មោលជន់តែមួយអាទិត្យទៅចុះបាទឬក៏មិនដល់មួយអាទិត្យផងរាល់ពងរបស់មេទាំងអស់នេះគឺញាស់ទាំងអស់បាទគឺញាស់ទាំងអស់បងប្អូនដកឈ្មោលចេញក៏ដោយបាទអាហ្នឹងដោយសារតែកសោមពងរបស់វាណាបងប្អូនពេលយើងធ្វើមន់ធ្វើអីមកយើងឃើញកសោមពងហ្នឹងអញ្ចឹងអា spam ហ្នឹងវានៅជាប់បាទវានៅជាប់បាទបានច្រើនអញ្ចឹងមិនបាច់ចាំតលតែពងមួយជន់មួយពងមួយជន់មួយទេអត់អញ្ចឹងទេណាបងប្អូនណាមន់មិនមែនជន់ម្ដងអាពងមួយហ្នឹងបានកូនមួយមិនមែនទេបាទជួនកាលវាជន់តែ2 ដង 3 ដងឬក៏5 ដងអីបាទមេហ្នឹងគឺពងមួយអស់របស់វាហ្នឹងគឺសុទ្ធតែបកកកំណើតទាំងអស់បាទវាអាចអត់ដែរវាអត់1 2ចឹងទៅពងខូចណាបាទអញ្ចឹងបាច់ភ័យទេបងប្អូនបាច់ភ័យទេសំខាន់ឲ្យតែបាបងប្អូនចំចំណៃចំណុកឲ្យវាមានកម្លាំងសុខភាពល្អអញ្ចឹងឲ្យបងប្អូនមើលទៅលើបានេះទៅសុខភាពមាន់បងប្អូនមើលតែជាក់ស្ដែងទៅលើរោមរបស់វាបាទមើលរោមរបស់វាសុខភាពមុខរបស់វាភាពខ្លាខ្លំរបស់វាយើងដឹងហើយថាសុខភាពវាល្អមិនល្អបាទអាហ្នឹងយើងដាក់មេច្រើនបងប្អូនដាក់មេច្រើនហើយទៀតសោតបាក៏វាដឹងដែរបងប្អូនវាមិនមែនចេះតែជន់មេដែលហ្នឹងឯងបាទអញ្ចឹងវាជន់វាដឹងឆ្លាស់ធម្មតាសត្វវាមានញៀនរបស់វាដូចមនុស្សយើងដែរបាទអញ្ចឹងគឺវាចេះឆ្លាស់មេបាទជួនកាលហើយមេមាន់ក៏អញ្ចឹងដែរមេណាដែលដោយស៊ុបមែនតែនគ្រាន់តែឈ្មោលទៅចិត្តវាក្រាបឲ្យឈ្មោលជន់ហ្មងបាទអញ្ចឹងគឺអត់ពិបាកទេមានន័យថាអត់ចាំបាច់ដេញឡើងលើចុះក្រោមអីទេមេមាន់ទៅដោយមែនតែនទៅមិនបាច់ចាំមាន់គ្នាវាទេបងប្អូនតែយើងមនុស្សហ្នឹងដាក់វាក្នុងទ្រុងយើងលូកដៃទៅចាប់វាក្រាបនឹងដៃហ្មងវាក្រាបបាទអាហ្នឹងគេហៅថាដោយស៊ុបអញ្ចឹងអត់ភ័យព្រួយទេចំពោះការប្រកាសបាទឲ្យតែបងប្អូនមានទីធ្លាធំចេះប្រកាសទៅគឺបានកូនល្អឲ្យបងប្អូនណាកុំភ័យខ្លាចរឿង spam មិនសូវបានបើសិនជាយើងប្រកាសត្រង់ទូចដាក់មេច្រើនអាហ្នឹងរឿងពិបាកបន្តិចដោយសារម៉េចវាអត់មានទីធ្លាធំចឹងមន់វាអាច stress ចឹង stress ពេលខ្លះឈ្មោលវាអត់ជន់ទេបាទហើយកាលណា space ទូចមេហ្នឹងវាអត់ស្មៅអត់អីចឹកស៊ីបាទអត់ស្មៅអត់អីចឹកស៊ីចឹងទៅវាចឹកគ្នាវាចឹកគ្នាវាខូចរួមខូចអីអាខ្លះទៅវាឡើងពងជន់ដូចគ្នាបើយើងដាក់អញ្ចេះដល់ម៉ោងណាមេណាឡើងពងវាឡើងពងបាទពងហើយចឹងទៅមេខ្លះវាចុះមកក្រោមទៅមេបន្ទាប់មកឡើងពងបន្តចឹងណាហើយយើងធ្វើសបុកឲ្យច្រើនមកបាទអញ្ចឹងវាឡើងពងមួយទៅមេណាដែលវាពងចាំសបុកល្អអត់មានគេទៅឡើងអញ្ញៃអីវាបងប្អូនឲ្យក្រាបនៅកន្លែងទៅបាទបើសិនជាមេណាដែលវាពងចូលគ្នាអញ្ចឹងយើងដាក់ទូភ្ញាស់ជាទូទៅគឺកសិដ្ឋានយើងដាក់តាមទូភ្ញាស់បងប្អូនអញ្ចឹងមេបងប្អូនមើលស្រាប់ទៅបាទមេខ្លះកំពុងតែចឹកចំណៃចឹកអីចឹងបាទវាស៊ីស្មៅស៊ីអីចឹងវាអត់ងាយ stress ទេបាទវាអត់ងាយ stress ទេ
ពងក៏ល្អហើយសុខភាពមេសុខភាពបានហ្នឹងក៏ល្អដែរបងប្អូនណាបាទអញ្ចឹងគឺកាលណាស្មៅវាលាស់មកខៀវអញ្ចឹងមន់វាស៊ីអីវាអត់សូវ stress ទេបាទអញ្ចឹងវាល្អសម្រាប់ការបង្កាត់របស់យើងបាទអរគុណណាស់អញ្ចឹងគឺកសិដ្ឋានស្ដេចបាសីបង្កាត់បរិសបាទយើងកំពុងតែក្រោះបាមកគ្រាប់នេះបងប្អូនអានេះគឺកែលសូអាមេរិកប្រវត្តិជល2ច្រកបាទជាប្រភេទបាលបឿនតែអត់បញ្ញាយប្រទេសផ្ដាស់ទេបងប្អូនណា3 2 1បលែងទៅរត់វឹងទៅគៀកចិត្តដល់ឈរញាក់ដូចមន់ក្បាច់អញ្ចឹងបាទហើយឈូសព្រឺតគៀកខ្លួនហ្នឹងបញ្ញាយទៅបែបមន់ជលបែបមន់ស៊ីនអញ្ចឹងហ្មងបាទប៉ុន្តែមិនមែនហៅទៅពុដល់បងប្អូនណាអានេះវាឆ្លាតកែលសូកាលណាខ្សែស្រឡាយណាឬក៏មន់ណាវាជលឆ្លាតបាទវាដឹងហ្មងបាទហ្នឹងហើយអរគុណអញ្ចឹងកូនរបស់វាមានច្រើនហើយសម្រាប់បងប្អូនដែលគាត់ត្រូវការយកទៅចាំបន្តអីគាត់អាចតាក់ទងមកបានកសិដ្ឋានស្ដេចបាក់សីបង្កាត់ព្រៃសរនិងសេដ្ឋីដងបាទអរគុណច្រើន